option China ទេនេះ iPhone iPhone 11 128G IE 26.6 China ឥឡូវមានតែ bypass ប្រើ Wi-Fi ទេនេះ bypass ប្រើ Wi-Fi ក៏ប្រើជាមួយ EST ប៉ុន្តែយើងត្រូវ boot វាសិន on PNW ជាមួយនឹង USB-A សិនណាយើង boot វាសិនមកចុចមកប៉ក់មកអូខេការចេញភ្លើងកន្លែងនេះមានន័យថាបានជោគជ័យដកវាចេញភ្ជាប់ USB ចូលកុំព្យូទ័រវិញតបមក EST គឺ EST យើងរើសយក Apple ឬយក Apple នេះមកហើយកន្លែងនេះយើងយកពាក្យថា remedy នេះboot passcode hello iOS ពី11ឡើងរហូតដល់26នេះហើយចុច start ទៅអូខេវាកំពុងដើរហើយនេះវាយូរបន្តិចនេះទៅហើយទូរស័ព្ទនេះមិញ version ចុងក្រោយហ្នឹងណាអានេះ version ចុងក្រោយណាមានតែ bypass ប្រើ Wi-Fi ទៅហើយ EST update អូខេមកដល់កន្លែងនេះយើងរើសយកអាលេខ2នេះបងប្អូនចុចលេខ2ចេះមកហើយចុចអូខេEST Pro update version 5.5.7 អញ្ចឹងវាអាច bypass free ដូចគ្នា bypass hello screen នេះគឺ bypass free តែម្ដងមុនយើងទិញ serial តែឥឡូវយើងមិនទិញទេយើង bypass បើមាន unlock tool យើងអាចធ្វើមិន unlock tool ក៏បានប៉ុន្តែ unlock tool វាទាមទារឲ្យយើង download file remedy តែចំពោះ EST គឺមិនបាច់ទេវាទៅតែមក click ទៅគឺទៅហើយនេះទេ boot passcode hello នេះតែមក click ទេ one click ទៅហើយបងប្អូនវាកំពុងទៅអានេះវា support ឲ្យចាប់ពី iPhone 11 Pro Max ចុះក្រោមមានន័យថា11 Pro Max 11 Pro ហើយ11ធម្មតាហើយ XS Max XO XS អីជាដើមហ្នឹងគឺវា support ណាប៉ុន្តែយើងក៏ត្រូវមានអានេះដែរត្រូវមានPico គេហៅថា USB-A Pico នេះដើម្បីធ្វើ PN ព្រោះវាអត់ទាន់មានប៊ូតុងPNW នៅឡើយទេណាធូរណាក៏អត់ទាន់មានដែរសម្រាប់ iPhone A11 A12 និង A13 អញ្ចឹងខ្ញុំកំពុងធ្វើនេះគឺ bypass ប្រើ Wi-Fi ដោយសារទូរស័ព្ទនោះវា hello screen ពេលយើង bypass ប្រើ Wi-Fi ទេបើទូរស័ព្ទនេះជាប់កូដដៃឬក៏ disable code យើងអាច bypass ប្រើ SIM ប្រើអីបានធម្មតាប៉ុន្តែទូរស័ព្ទដែលរាយរ៉ាស់ហើយទៅជា hello screen ហើយយើងក៏អត់អាចធ្វើវាសម្រាប់ប្រើ SIM បានទេបានតែ Wi-Fi ទេប៉ុន្តែយើងអត់មានតែដូរ serial ដូរ SN អីទេគឺយើងធម្មតាអញ្ចឹងណាបងប្អូនអូខេនេះទៅហើយអានឹងលក្ខណៈបើយើងធម្មតាថា jailbreak តែនេះវា boot ដូចជើងអញ្ចឹងមកដល់កន្លែងនេះវាប្រាប់ឲ្យយើងដកខ្សែ USB សិននេះអញ្ចឹងយើងដកខ្សែ USB ឲ្យដោតវិញទៅដោតវិញចុច OK ទៅបងប្អូន remedy connect យើងតាមពិតយើងធ្វើតែមួយ click ទេវាទៅហើយវា file វារួមទៅទាំងអស់
មកដល់កន្លែងនេះវាមានជំរើសច្រើនបើសិនតែទូរស័ព្ទយើងជាប់លេខកូដដៃយើងអាចធ្វើ backup សិនអញ្ចឹងណាបើយើងរ៉ាស់ក៏រ៉ាស់ទៅដល់កន្លែងនេះយើងយក hello នេះ active hello នោះដោយសារទូរស័ព្ទនោះជាប់ hello active hello មានន័យថាឥឡូវនេះ active hello ប្រើបាន Wi-Fi ទេអញ្ចឹងយើងចុចកន្លែង active hello មកព្រោះយើងចង់ធ្វើសម្រាប់ bypass Wi-Fi យើងចុចយកកន្លែងនេះមកហើយយើងចុច OK ទៅវាទៅហើយបងប្អូនវាកំពុងដើរទៅចប់ហើយអញ្ចឹងឲ្យចាំមើលតើវាមកវិញតើយើងអាចចូលទៅ home screen បានអត់អញ្ចឹងអានេះយើងប្រើបាន Wi-Fi ទេណាបងប្អូនបើយើងប្រើសម្រាប់ឲ្យប្រើ SIM ប្រើឲ្យបានតលតាទូរស័ព្ទយើងហ្នឹងវាជាប់លេខកូដដូចខ្ញុំបញ្ជាក់ពីខាងលើមុននេះមិញអញ្ចឹងនេះហើយតែប៉ុណ្្នឹងទេណាមកនេះអីប្រើបាន Wi-Fi ទេមិនសិនឆៃណាអត់សុខទៅអីបាយទេនេះយើងអាចប្រើ Wi-Fi បានហើយអីទេ